ឧត្តមស្នេហ៍តូសំសុនតំណាងឯកឧត្តមនួនផារតនាំយកថវិកាបេឡាមរណៈសង្គ្រោះនិងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅស្រុកសណ្ដានខេត្តកំពង់ធំនៅរសៀលថ្ងៃទី2ខែមេសាឆ្នាំ2026ឧត្តមសេតោសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំអមដំណើរដោយលោកជួនសេឡាវត្តប្រធានសាខាមូលនិធិជាតិជំនួយសង្គមអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំនិងលោកសិនវណ្ណវុឌ្ឍអភិបាលស្រុកប្រធានអនកស្រុកសណ្ដានបាននាំយកថវិកាបេឡាមរណៈសង្គ្រោះទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍និងគោរពវិញ្ញាណក្ខន្ធលោកអនុស្នេហ៍ត្រីម៉ាក់បូរ៉នអាយុ47ឆ្នាំដែលបានទទួលមរណភាពដោយរោគពាទ្យនាពេលថ្មីកន្លងទៅនេះលោកអនុស្នេហ៍តូយិនដាលីនក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបានឡើងអានសារលិខិតចូលរួមរំលែកទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលធ្លាប់បានជួបបម្រើក្នុងជួរកងទ័ពនៅឆ្នាំ1993នៅអង្គភាពយោធាផ្នែកសឹករងសណ្ដាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំហើយក្រោយមកត្រូវបានក្រសួងការពារជាតិបានដាក់ឲ្យចូលជាយោធិនសោធននិវត្តន៍នៅឆ្នាំ2022លោកមានភរិយាឈ្មោះអឹមឈួនមានកូននៅក្នុងបន្ទុកចំនួន3នាក់រស់នៅភូមិជន់ឡែងឃុំមានជ័យស្រុកសណ្ដានខេត្តកំពង់ធំឧត្តមសេតោសំសុនបានថ្លែងនៅការសោកស្ដាយអឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុស្នេហ៍ត្រីម៉ាក់បូរ៉នដែលជាអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិជាស្វាមីនិងជាឪពុកដ៏ល្អក្នុងគ្រួសាររបស់លោកស្រីអ៊ុំឈុនដែលត្រូវជាភរិយានិងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនៅក្នុងឱកាសនេះឧត្តមសេតោសំសុននិងលោកសិនវណ្ណវុឌ្ឍព្រមទាំងសក្តិបាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន4លានរៀលរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនិងថវិកាចូលរួមបនសំរបស់លោកអភិបាលស្រុកសណ្ដានចំនួន100000រៀលបន្ថែមទៀតប្រគល់ជូនក្រុមគ្រួសារសពផងដែរនាងខ្ញុំឆាំឡាវងធ្វើសេចក្តីរាយការណ៍